បងជួយផលិតទឹកខ្ពុលមាត់ផងបងចាអូនអរគុណច្រើនឃើញសំណួរនេះហើយមានអារម្មណ៍ថាពិបាកចិត្តដល់ចាដោយសារតែអាចនឹងបញ្ជ្រះដាបញ្ជ្រះគេបន្តិចចឹងណាដោយសារអីដោយសារតែដូចអូនធ្លាប់ប្រើផលិតផលរបស់បងពីមុនមកគឺអូនអាចដឹងថាបងគឺលក់ពេលខ្លះថ្មីមកយូរហើយតាំងពី2017ហើយបងគឺអត់ផលិតទឹកខ្ពុលមាត់ទេចានិយាយទៅគឺសម្រាប់ផលិតផលដែលខាងបងលក់ជាពិសេសឥឡូវដូចយើងផលិតនៅក្នុងប្រទេសខ្មែរយើងវិញចឹងណាចាសារធាតុផ្សំគឺយើងដាក់ច្រើនជាងមុនទៀតចាសម្រាប់ខ្មែរយើងចិត្ត20មុខចាចិត្ត20មុខអញ្ចឹងអូនប្រហែលជាអត់ទាន់បានសាក់អាថ្មីដែលយើងផលិតនៅក្នុងស្រុករបស់យើងនេះអូនសាក់បាក់ចិត្តសាក់បងណាចាឥឡូវនេះអាទីរបស់យើងមានចរាចរណ៍លក់ហើយបើសិនជាចាំខ្លងខែក្រោយសម្រាប់ខាងបងវិញគឺបងអត់ចង់ផលិតផលិតផលណាដែលវាធ្វើឲ្យអតិថិជនបង្កើនចំណាយចានិយាយទៅគឺព្យាយាមផលិតផលិតផលមួយនេះគឺវាកាត់ឡោបបានទាំងអស់អតិថិជនគឺអត់ចាំបាច់ចំណាយច្រើនទេនិយាយទៅគឺសន្សំចៃជូនអតិថិជនបើសិនជាអតិថិជនដែលគាត់បានប្រើផលិតផលខាងបងគឺគាត់អាចដឹងថាចំណេញទាំងបរិមាណក្នុងការប្រើប្រាស់នេះប្រភេទទីបប៉ុនគាត់ស្ដាយទេណាចាដល់ពេលអាខ្លងវិញចាដូចគ្នាខ្លងនេះដូចគ្នាគឺយើងប្រើបរិមាណតិចនិយាយថាអតិថិជនដែលអត់ធ្លាប់ប្រើពេលខ្លងឃើញចឹងគាត់ស្មានតែច្រើនប្រឡាក់អីមកចឹងតែប៉ិតគឺមិនមែនសាច់ក្រាមអត់ថ្មីតែប្រើប្រាស់ក្នុងម្ដងចានិយាយទៅគឺតិចខ្លាំងមែនតើពពុះច្រើនសម្អាតបានស្អាតល្អអតិថិជនគាត់ធ្លាប់ប្រើគាត់ទន្ទឹងរង់ចាំប្រភេទខ្លងនឹងខ្លាំងមែនតើចាណាបរិមាណប្រើប្រាស់គឺតិចពពុះច្រើនសម្អាតបានស្អាតល្អហើយវាដោះស្រាយបានរាល់បញ្ហាមកថ្មីពិតបងគឺព្យាយាមផលិតផលិតផលណាដែលវាជួយដោះស្រាយបញ្ហាអតិថិជនបានដល់អតិថិជនអត់ចាំបាច់ចំណាយលុយទៅទិញផលិតផលផ្សេងទៀតដើម្បីមកដោះស្រាយបញ្ហាដូចបញ្ហាក្លិនមាត់អីចឹងណាចាឬក៏ដោះទៅមានអារម្មណ៍ថាមិនសូវជ្រះទេទៅត្រូវរកផលិតផលទឹកខ្ពុលមាត់អីមកថែមអីចឹងណាឬក៏អតិថិជនខ្លះក៏មានបញ្ហាក្លិនមាត់ចង់និយាយថាក្លិនមាត់ហ្នឹងមិនមែនមកពីកាពះរបៀបទេណាគឺនៅក្នុងប្រអប់មាត់ចាអ្នកខ្លះគឺគាត់ត្រូវប្រើ spray បាញ់បំបាត់ក្លិនមាត់អីឡើងអីចឹងទៅសម្រាប់ខាងបងអតិថិជនដែលប្រើប្រាស់សឹងតែថាអត់ចាំបាច់ប្រើអីផ្សេងទៀតទេចាចំណាយលុយទិញថ្នាំអត់ថ្មីតែមកខ្លងឬក៏មកតិចហ្នឹងចាចប់ចាអូនអាចសាក់លំប្រើសិនសម្រាប់ថ្មីដែលយើងផលិតនៅក្នុងប្រទេសកម្ពុជារបស់យើងនេះនិយាយទៅគឺអត់ខានគ្រឿងទេចិត្ត20មុខសិទ្ធិបុរាណខ្មែរយើងចាគឺបកកាយខ្លាំងមែនតើមិនមែនថាមិនចង់បានលុយធម្មតាពេលដែលបកកាយទឹកខ្វល់មាត់អាមុខទៀតគឺយើងលក់បានអាហ្នឹងទៀតតែមិនចឹងទេក៏ប៉ុន្តែគឺខាងបងជាមួយខាងរោងចក្រគឺព្យាយាមខ្លាំងមែនតើអត់ចង់ឲ្យអតិថិជនត្រូវចំណាយលុយច្រើនទេចាណាគាត់ប្រើតែមួយនេះគឺចប់អត់ចាំបាច់ប្រើទឹកខ្វល់មាត់អត់ចាំបាច់ប្រើ spray បាញ់តែដូចជជូនចឹងក្នុងកណ្ដាលមកថាបញ្ហាក្លិនមាត់ឯសារតែកាពះពោះវៀនអាហ្នឹងរឿងផ្សេងត្រូវទៅព្យាបាលបញ្ហាកាពះពោះវៀនអញ្ចឹងណាតែបើសិនជាក្លិនមាត់ដោយសារតែដោះសម្អាតអត់បានស្អាតល្អអីចឹងណាអាហ្នឹងគឺអត់ទេចាប្រើតែឆ្នាំមកថ្មីខាងបងស្អាតមកចាអត់ចាំបាច់ព្រួយបារម្ភទេហើយវាកម្ចាត់បាក់តេរីបានស្អាតល្អវាធ្វើឲ្យកើតបញ្ហាក្លិនមាត់បន្ទាប់ពីយើងដោះថ្មីរួចអីចឹងណាហើយសម្រាប់អតិថិជនដែលគាត់បានសាកល្បងប្រើសម្រាប់សេរីថ្មីនេះចាគឺជ្រះបានយូរខ្លាំងហ្មងចាគឺបកកាយខ្លាំងមែនទែនអូនសាក់បាក់ចិត្តនៅក្នុងការសាក់ល្បងសិនចាផលិតផលនៅក្នុងស្រុកយើងនេះគឺល្អជាងមុនទៀតហើយចង់បញ្ជាក់ជូនថាតម្លៃធូរជាងមុនអតិថិជនចាស់ដែលគាត់ធ្លាប់ប្រើហ្នឹងណាពីមុនយើងលក់មកគេតំណាងគាត់លក់រាយមកខ្លងមកប្រអប់នេះ$4 16000ណាចាអតិថិជនចាស់គឺគាត់ដឹងតម្លៃតែឥឡូវនេះយើងផ្លាស់ប្ដូររោងចក្រមកលក់នៅក្នុងយើងផ្លាស់ប្ដូររោងចក្រមកផលិតនៅក្នុងប្រទេសកម្ពុជារបស់យើងវិញមកខ្លង12000រៀលចាតែ$3ទេ12000រៀលបរិមាណដូចគ្នា25ក្រាមចាបរិមាណប្រើប្រាស់ដូចគ្នាជួយដោះស្រាយបញ្ហាមាត់ធ្មេញបានដូចគ្នាចាខុសគ្នាត្រង់អីសិទ្ធិបុរាណខ្មែរយើងពីមុនយើងផលិតនៅគេយើងប្រើសិទ្ធិបុរាណរបស់គេមិនចឹងណាអីទៀតពីមុនយើងផលិតនៅថៃមិនចឹងតែឥឡូវនេះគឺយើងផលិតនៅខ្មែរជាផលិតផលខ្មែររបស់យើងនិយាយទៅគឺបកកាយអូនសាក់ប្រើសិនចាអូនសាក់ប្រើសិនមិនមែនថាបងមិនចង់ទេណាចង់ធម្មតាដល់ពេលដែលយើងផលិតផលិតផលមួយមុខទៀតគឺយើងបានលុយពីផលិតផលហ្នឹងមួយទៀតហ្នឹងចឹងណាក៏ប៉ុន្តែសួរថាចង់ហេតុអីបានជាយើងមិនផលិតផលិតផលមួយដែលវាជួយដោះស្រាយបញ្ហាហ្នឹងបានទាំងអតិថិជនអត់ចាំបាច់ប្រើនេះប្រើនោះបន្ថែមទៀតនិយាយទៅវាជាការជួយសន្សំចៃសម្រាប់អតិថិជនចឹងណាចាអញ្ចឹងកន្លែងនេះឯងអតិថិជនដែលគាត់ធ្លាប់ប្រើពេលដែលគាត់ឃើញគាត់សាញតម្លៃ12000អ្នកខ្លះគាត់ថា12000ថ្លៃវិញមកបែរខ្លោប៉ុណ្ណេះអញ្ចឹងណាអតិថិជនធ្លាប់ប្រើគាត់ទៅលើ12000គឺគាត់សប្បាយចិត្តហ្មងនិស័យធូរជាងមុនចាហើយគាត់អត់ចាំបាច់ចំណាយផ្សេងដូចបងបញ្ជាក់អញ្ចឹងអត់ចាំបាច់ចំណាយទិញផលិតផលផ្សេងទៀតទេចាមួយគឺចប់ដោះថ្មីរួចចប់ហ្មងអត់មានចាំបាច់ខ្វាយខ្វល់រឿងនេះរឿងនោះអត់ត្រូវចំណាយដូចទៅទិញនេះទិញនោះអត់ចាំបាច់ទេចាដោះតែថ្មីហើយស្អាត clean ស្អាតហ្មងហើយគឺជ្រះស្រឡះក្នុងមាត់ល្អកម្ចាត់បញ្ហាក្លិនមាត់បានព្រោះវាផ្សំពីឱសថវាផ្សំពីឱសថបុរាណខ្មែរចាកន្លែងហ្នឹងណាអញ្ចឹងបងទទួលយកការខមមិនបងអូនអញ្ចឹងណាមិនមែនថាបងអត់ចង់ឲ្យបងចង់តែបងចង់ឲ្យយល់ពីខាងបងវិញថាអ្វីដែលបងចង់ផ្ដល់ជូនអតិថិជនចាមិនមែនលក់ដើម្បីតែលុយទេណាចាគឺលក់ផ្ដល់ផលិតផលដែលមានគុណភាពជូនអតិថិជនដោះស្រាយបញ្ហាជូនអតិថិជនបានហើយសន្សំចៃជូនអតិថិជនទៀតដល់តែថ្មីហើយគឺចប់ clean ស្អាតចាមានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃចានិយាយទៅគឺបងអរគុណចំពោះខមមិនបងអូនដូចបងបញ្ជាក់ចឹងបងអូនអត់បានសួរទេក៏បងអត់បានបកស្រាយពីចិត្តរបស់បងក្នុងនាមជាអ្នកលក់ថាល្មិចបានជាផលិតផលមួយនឹងមកចាអូខេអញ្ចឹងតើតើជាមួយខាងមកថ្មីអញ្ចឹងខាងបងអាចផលិតជាប្រភេទឱសថបុរាណនឹងមកបានចុះសួរថាខាងមកថ្មីទូទៅដូចទីធំបរិមាណច្រើនហើយដល់ពេលយើងដោះថ្មីយើងត្រូវដាក់ពេញមួយជ្រះអញ្ចឹងណាធ្វើបានតែខាងបងអត់ធ្វើទេព្រោះអី
គឺបងនិយាយទៅគឺមានគំនិតមួយតាំងពីដើមមកគឺចង់លក់ផលិតផលណាដែលវាមានគុណភាពអាចទៅជនប្រើប្រាស់ទៅគឺគាត់ទទួលបានអត្ថប្រយោជន៍ពីផលិតផលហ្នឹងពិតៗចឹងណាចាមិនមែនប្រើឲ្យមានបញ្ហាដដែលទេគឺអត់ចង់ចឹងទេចាហើយក៏អត់ចង់1 2 3គាត់ត្រូវទិញ1 2 3ដូចដែលយើងចេញលក់បន្តទេគឺអត់ទេនិយាយទៅគឺព្យាយាមជួយសន្សំចៃអតិថិជនចាដំណើរចែកចាយបន្តឲ្យគាត់ធ្លាប់ដើមឲ្យបងគឺគាត់ដឹងច្រឡំបងហើយបងអត់ចូលចិត្តធ្វើអីដែលថាធ្វើឲ្យអតិថិជនត្រូវចំណាយលុយច្រើននេះគឺអត់ទេចាមួយមូលចាក់អរគុណច្រើនចំពោះខមមិនបងអូនបងយល់ចាអរគុណច្រើនអូនណាចាអរគុណតែអូនអាចសាក់របស់ប្រាក់បានឥឡូវនេះក្នុងករណីមកថាដូចអូនធ្លាប់ប្រើប្រភេទខ្លងណាដែលយើងប្រើនៅផ្ទះលេខ2ចាអូនបានថាឥឡូវនេះអស់ប្រាហើយបាទចិត្តសាក់របស់ប្រាតិចនេះបានចាអូនបរិមាណប្រាក់គឺតិចបំផុតដូចបងបញ្ជាក់ហើយបញ្ជាក់ទៀតហើយគឺមានវីដេអូនៅក្នុងការឆ្កឹះសាច់ថ្នាំរាប់ជាក់ស្ដែងជួយអតិថិជនដោយសារតែសូមថាពីមុនបងលក់ឲ្យខ្លងយូរបងអត់អាចឆ្កឹះសាច់ថ្នាំរាប់ជូនទេដោយសារយើងលក់មកយូរហើយអតិថិជនគឺគាត់ដឹងហើយយើងអត់ចាំបាច់រាប់ជូនគាត់ទេតែតិចគឺបងចំណាយពេល1ម៉ោងថតម្នាក់ឯងឆ្កឹះសាច់ថ្នាំម្នាក់ឯងដើម្បីឲ្យអតិថិជនគាត់ដឹងថាឃើញតិចតួចចឹងតែប្រើបានយូរដោយសារតែយើងប្រើប៉ុណ្ណឹងចាព្រោះធម្មតាមកថាយើងគ្រាន់តែមកនិយាយអតិថិជនគាត់អត់ឃើញរូបភាពគាត់អាចគិតថាចានិយាយចង់និយាយថាមកតិចយើងប្រើ1ឆ្នាំក៏បានដែរឬថ្ងៃចាចឹងណាចឹងអត់តិចចំណាយមកតិចឆ្កឹះសាច់ថ្នាំរាប់ជូនជាក់ស្ដែងហ្មងចាអត់ទៅចិត្តនិយាយអីឲ្យតែរួចទេណាចាអញ្ចឹងអាចបាក់ចិត្តសាក់របស់បានហើយគឺខាងបងគឺព្យាយាមមែនតើគឺអត់ចង់ឲ្យអតិថិជនចំណាយលុយច្រើនទេដឹងស្រាប់ឲ្យលុយឥឡូវបាក់រោគណាអញ្ចឹងគឺអត់ចង់ឲ្យគាត់គឺចំណាយលុយទិញមួយហ្នឹងគឺចប់អត់ចាំបាច់ចំណាយលុយទៅទិញនេះទិញគឺបាច់ទេមួយគឺចប់ដោះស្រាយបានពិតអ្វីសំខាន់ណាអតិថិជនដែលអត់ធ្លាប់ប្រើគាត់អាចនឹងគិតថាថ្លៃតែបើអ្នកធ្លាប់ប្រើគឺគាត់ដឹងថាតម្លៃនេះគឺដឹងប្រើចំណេញសោះហើយប្រើចំណេញណាចំណេញខ្លាំងមែនតើអញ្ចឹងពុកម៉ែបងប្អូនដែលមិនទាន់បានប្រើហើយចង់សាក់របស់ចាមានពីរជម្រើសស្រឡាញ់ខ្លងយកខ្លងស្រឡាញ់តិចយកតិចចាជួយដោះស្រាយបានរាល់បញ្ហាមាត់ធ្មេញដូចគ្នាចាអរគុណច្រើន